មេអង្គការបកសម្ព័ន្ធយោធា NATO និយាយទៅកាន់សហភាពអឺរ៉ុបសូមសំណាងល្អសម្រាប់អ្នកដែលយល់ថាអឺរ៉ុបអាចការពារខ្លួនឯងបានដោយមិនត្រូវការអាមេរិកជួយវាពិតជាគួរឲ្យភ្ញាក់ផ្អើលដែលមេធំនៃអង្គការបកសម្ព័ន្ធយោធា NATO បាននិយាយទៅកាន់សមាជិកសហភាពអឺរ៉ុបថាសូមបន្តយល់សប្តិទៀតចុះហើយសូមសំណាងល្អសម្រាប់អ្នកដែលយល់ថាអឺរ៉ុបអាចការពារខ្លួនឯងបានដោយមិនត្រូវការសហរដ្ឋអាមេរិកជួយនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP News នៅថ្ងៃអង្គារទី27ខែមករាឆ្នាំ2026នេះលោក Mark Rutte អគ្គលេខាធិការអង្គការបកសម្ព័ន្ធយោធា NATOដែលជាអ្នកការពារសន្តិសុខប្រទេសទាំង27នៃសហភាពអឺរ៉ុបបានថ្លែងទៅកាន់សមាជិកសភានៃសហភាពអឺរ៉ុបកាលពីថ្ងៃច័ន្ទទី26ខែមករាឆ្នាំ2026ថាប្រសិនបើលោកណាដែលមានវត្តមាននៅទីនេះយល់ថាសហភាពអឺរ៉ុបឬអឺរ៉ុបទាំងមូលមានសមត្ថភាពអាចការពារខ្លួនបានដោយមិនចាំបាច់ត្រូវការសហរដ្ឋអាមេរិកសូមបន្តយល់សប្តិទៀតចុះគឺអស់លោកគ្មានសមត្ថភាពការពារខ្លួនឯងនោះទេពលគឺអឺរ៉ុបនិងសហរដ្ឋអាមេរិកត្រូវការគ្នាទៅវិញទៅមកការលើកឡើងរបស់លោក Mark Rutte បង្ហាញពីភាពតានតឹងកំពុងកើនឡើងក្នុងអង្គការបកសម្ព័ន្ធយោធា NATO ជុំវិញការគម្រាមកំហែងជាថ្មីរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះថានឹងដណ្ដើមកាន់កាប់កោះ Greenland ដែលជាទឹកដីពាក់កណ្ដាលស្វយ័តក្រោមការគ្រប់គ្រងរបស់ប្រទេសដាណឺម៉ាកដែលជាសមាជិកមួយនៃអង្គការបកសម្ព័ន្ធយោធា NATO គួររំលឹកថានៅឯកិច្ចប្រជុំកំពូលនៅទីក្រុងឡាអេកាលពីអំឡុងខែកក្កដាឆ្នាំ2025បណ្ដាប្រទេសជាសម្ព័ន្ធមិត្តអឺរ៉ុបបូកជាមួយនឹងកាណាដាបានព្រមព្រៀងតាមការទាមទាររបស់ប្រធានាធិបតី Donald Trump ដែលឲ្យប្រទេសទាំងនោះត្រូវចំណាយស្មើៗគ្នាលើវិស័យការពារជាតិប្រទេសទាំងនោះបានសន្យាចំណាយ 3.5% នៃ GDP របស់ខ្លួនលើការការពារជាតិជាស្នូលនិង 1.5% ទៀតនៅលើហេដ្ឋារចនាសម្ព័ន្ធនានាដែលពាក់ព័ន្ធទៅនឹងសន្តិសុខពលគឺសរុប 5% នៃ GDP របស់ពួកគេនៅត្រឹមឆ្នាំ2035ទាក់ទិននឹងការចំណាយនេះលោក Mark Rutte អគ្គលេខាធិការអង្គការបកសម្ព័ន្ធយោធា NATO បានសង្កត់ធ្ងន់ថាប្រសិនបើអស់លោកពិតជាចង់ធ្វើវាតែម្នាក់ឯងមែនគឺមិនមែនប្រទេសសមាជិកនីមួយៗត្រូវចំណាយ 5% នៃ GDP របស់ខ្លួននោះទេពលគឺនឹងឈានទៅដល់ 10% នៃ GDP ឯណោះហើយអស់លោកនឹងត្រូវការកសាងសមត្ថភាពនុយក្លេអ៊ែរផ្ទាល់ខ្លួនផងដែរដែលត្រូវចំណាយច្រើនពាន់លានដុល្លារខ្ញុំមុនីវ័នពី RT News